នអនុញ្ញាតគ្រប់ជំរាបសួរដល់អតិថិជនដែលធ្វើការគ្រប់គ្រងហុងឈីថ្ងៃនេះបងប្អូនផលិតជាទីប្រឹក្សាលក់របស់រថយន្តហុងឈីតែម្ដងថ្ងៃនេះគឺមានកិត្តិយសខ្លាំងមែនទែនដែលលើកឡើងអំពីប្រវត្តិរបស់រថយន្តហុងឈីតើរថយន្តហុងឈីបង្កើតនៅឆ្នាំប្រមាណអញ្ចឹងបើសិនជាអតិថិជនចង់ដឹងទស្សនាវីដេអូមួយនេះជាមួយនឹងខ្ញុំជាការពិតណាស់រថយន្តហុងឈីបង្កើតឡើងនៅឆ្នាំ1958នៅក្នុងសម័យនោះដែរយើងបង្កើតឬក៏ផលិតសម្រាប់តែខ្សែច្រវងនិងប្រធានាធិបតីចិនក្នុងការប្រើប្រាស់ពីមួយជំនាន់ទៅមួយជំនាន់ទៀតហុងឈីមានការ update version ឬក៏ប្រព័ន្ធ system ថ្មីសម្រាប់ឲ្យប្រជាពលរដ្ឋក្នុងការប្រើប្រាស់ចាំបើសិនជាចង់ដល់ផ្នែកទំនើបឬក៏ civil life តែខាងក្នុងទៅទស្សនាវីដេអូមួយនេះរហូតដល់ចប់ជាមួយនឹងខ្ញុំផ្នែកខាងក្នុងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបឈានមកគេបង្អស់ភ្ជាប់ជាមួយនឹង Wi-Fi ឆាចំនួន1ប្រអប់លេខ8វ៉ែដៃ8វ៉ែអូតូភ្ជាប់ជាមួយ screen ដែលមានទំហំ 12.6 inch ងាយស្រួល touch screen smooth ល្អខ្លាំងមែនទែនមានរហូតដល់4ភាសាចិនអង់គ្លេសអារ៉ាប់និងរុស្ស៊ីផងដែរនៅខាងក្នុងមានភាពធំទូលាយផ្ដល់ទាំងផាសុខភាពខ្ពស់តែម្ដងអ្វីដែលកាន់តែពិសេសទៅនោះយើងមានក្រអីចំនួន7ដែលជាក្រអី VIP តែម្ដងអ្វីដែលកាន់តែពិសេសលើនឹងទៀតឡើងមកដែរមួយដែរសម្រាប់ធ្វើ business ឬក៏អាជីវកម្មដោយមានភាពជោគជ័យជាចុងបញ្ចប់សម្រាប់អតិថិជនដែលធ្វើការគ្រប់គ្រងហុងឈីឬក៏ឆ្លាញ់ model ណាមួយអតិថិជនអាចធ្វើការដកក្នុង can ក៏បានដែរទទួលបានតម្លៃពិសេសសម្រាប់បងប្អូនអាយ៉ាគ្រប់ជំរាបលា